សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកសម្ដែងរឿង Song of Reverberation បន្ត5ភាគដំបូងមកមានឮសំឡេងក្មេងស្រីម្នាក់បានហៅបងប្រុសពេលនោះទស្សស្រីរបស់យើងក៏បានភ្ញាក់ហើយក៏បានហៅក្មេងស្រីម្នាក់នោះថាសាវស៊ីងហើយក្មេងស្រីដែលអង្គុយទល់មុខទស្សស្រីក៏បានសួរទស្សស្រីថាតើបងរស់នៅយ៉ាងម៉េចដែរតើបងសប្បាយចិត្តទេហើយទស្សស្រីបានឆ្លើយតបថាអត់ទេបងមិនសប្បាយចិត្តទេបងកំពុងស្វែងរកការងារធ្វើហើយថ្មីនេះបងរវល់ខ្លាំងណាស់ហើយមើលក្មេងស្រីម្នាក់នោះក៏បានធ្វើទឹកមុខអលងដូចព្រីរបស់យើងមែនតើទោះបីជាមិនប្រាប់ថាជាបងប្អូនក៏ដឹងដែរមានបញ្ហាអ្វីទៅបងប្រុសពេលបងក៏ហំម្ដងវាសរសេរនៅលើមុខរបស់បងច្បាស់ណាស់ហើយក្មេងស្រីម្នាក់នោះក៏បានលើកចាននំទៅឲ្យទស្សស្រីរបស់យើងហើយក៏បាននិយាយថានេះបងប្រុសពេលបងញ៉ាំនំខេកនេះហើយតើបងនឹងសប្បាយចិត្តវិញមែនទេខ្ញុំទុកពាក្យកណ្ដាលសម្រាប់បងណានេះពាក្យកណ្ដាលឬទស្សស្រីក៏បានសើចក៏បាននិយាយថាបងប្រុសមិនចូលចិត្តបង្អែមនេះទេក្រែងឯងចូលចិត្តនំស្ទ្រូប៊េរីខ្លាំងណាស់មិនអញ្ចឹងឯងឆាប់ញ៉ាំឲ្យអស់ទៅណាពេលនោះក្មេងស្រីតូចនោះក៏បានសួរទៅកាន់ទស្សស្រីថាបងមិនអីទេឬពេលដែលលើសំណួរនេះហើយទស្សស្រីឡើងភ្ញាក់សម្លឹងទៅមើលក្មេងស្រីតូចម្នាក់នោះហើយក្នុងចានប្រែជាតំណក់ឈាមទៅវិញសាវស៊ីងក្មេងស្រីតូចនោះក៏បានសួរទៅកាន់រីថាតើបងជានរណាទៅពេលនោះទស្សស្រីស្ទង់ងើបឡើងហើយសួរទៅកាន់ក្មេងស្រីតូចនោះថាសាវស៊ីងតើមានបញ្ហាអ្វីទៅបងជាបងប្រុសរបស់ឯងណាបន្ទាប់មកក្មេងតូចម្នាក់នោះក៏បាននិយាយថាខ្ញុំមិនមែនបងប្រុសទេទស្សស្រីក៏បានប្រាប់ទៅក្មេងស្រីតូចនោះថាសាវស៊ីងបងជាបងប្រុសរបស់ឯងណានិយាយមិនទាន់ចប់ផងក៏មានដៃមកពីខាងក្រៅខ្នងរបស់ទស្សស្រីយ៉ាងច្រើនបានចាប់ទាញទស្សស្រីទៅសុំកុំភ្លេចបងអីសាវស៊ីងហើយពេលនោះរាងកាយរបស់ទស្សស្រីបានរំពាត់ទៅដោយក្មេងស្រីដែលមានរូបរាងដូចគ្នាជាច្រើនទស្សស្រីបានឆោកដៃទៅរកក្មេងតូចនោះហើយនិយាយពាក្យចុងក្រោយថាសាវស៊ីងកុំបំភ្លេចបងអីហើយទស្សស្រីក៏បានភ្ញាក់ដឹងខ្លួនតើនេះជាកន្លែងណាទៅងងឹតណាស់គួរឲ្យខ្លាចខ្លាំងណាស់សំណាងណាស់វាគ្រាន់តែជាសុបិនតើមកពីខ្ញុំនឹកនាងខ្លាំងពេកទើបខ្ញុំសុបិនឃើញនាងបែបនេះមែនទេខ្ញុំត្រូវតែត្រឡប់ទៅស្រុកកំណើតវិញដើម្បីទៅរកប្អូនស្រីរបស់ខ្ញុំត្រូវតែចាកចេញពីទីនេះនិយាយមិនទាន់ចប់ផងក៏មានដៃមួយឈោងមកអោបទស្សស្រីរបស់យើងដែលដៃនោះគឺជាដៃរបស់ឈីឈិននឹងឯងឈីឈិនបាននិយាយទៅកាន់ទស្សស្រីថាកុំរត់ផ្ដេសផ្ដាសរាងកាយរបស់អូនមិនទាន់ធូរស្បើយនៅឡើយទេអូននៅឲ្យស្ងៀមទៅទស្សស្រីបានមើលមុខឈីឈិនដោយភ្ញាក់ផ្អើលឈីឈិនបាននិយាយថាបងនៅទីនេះជាមួយអូនពេញមួយយប់ហើយទស្សស្រីក៏បានសួរទៅកាន់ឈីឈិនថាហេតុអ្វីបានជាលោកនៅក្បែរខ្ញុំតើនេះមិនមែនជាបន្ទប់របស់លោកទេឬឈីឈិនក៏បាននិយាយថានេះគឺជាបន្ទប់របស់លីលីនដែលអូនត្រូវនៅទីនេះបន្តពីនាងវាក៏ជាកន្លែងដែលបងបានបង្ហាញនៅបណ្ដាសាឲ្យអូនឃើញកាលពីម្សិលមិញដែរម្សិលមិញលើបែបនេះទស្សស្រីហាក់បីដូចជាតក់ស្លុតខ្លាំងមែនតើតើខ្ញុំកើតអ្វីទៅហេតុអ្វីបានជាខ្លាចជាបែបនេះតើលោកបានព្យាបាលខ្ញុំនៅវេទមន្តម្ដងទៀតហើយមែនទេពេលនោះឈីឈិនបានទាញទស្សស្រីមកអោបហើយទស្សស្រីក៏បានសួរទៅកាន់ឈីឈិនថាតើលោកកំពុងធ្វើស្អីហ្នឹងឈីឈិនដែលបានឆ្លើយតបនឹងសំណួររបស់ទស្សស្រីទេហើយក៏បានប្រើវេទមន្តទាញអ្វីមួយចេញពីរាងកាយរបស់ទស្សស្រីនៅគ្រានោះអូនបានធ្លាក់ទៅលើទីខ្ពស់ហើយត្រូវរបួសធ្ងន់បងបានបញ្ចូលត្បូងជីវិតក្នុងខ្លួនរបស់អូននេះគឺជាកំទេចត្បូងដែលនៅសល់ក្នុងខ្លួនរបស់អូនក្រោយពេលព្យាបាលរួចហើយនៅពេលដែលបងបង្ហាញបណ្ដាសានោះអូនបានប៉ះវាហើយបណ្ដាសានោះរំញោចដល់ត្បូងនៅខាងក្នុងខ្លួនរបស់អូននេះគឺដោយសារតែរាងកាយរបស់មនុស្សធម្មតាដែលមិនអាចទ្រាំទ្របានទស្សស្រីក៏បានស្រែកទៅសួរស៊ីឈិនថាស្អីគេមិនក៏ដូចនេះហេតុអ្វីបានជាលោកមិនយកវាចេញឈីឈិនក៏បានប្រាប់ទស្សស្រីឲ្យស្ងប់ចិត្តសិនទៅកុំតកម្រើកអីហើយនៅឲ្យស្ងៀមសិនទៅចំណែកត្បូងនឹងរំញោចបណ្ដាសារបស់លីលីនប្រសិនបើអូនយកវាចេញអូនក៏ត្រូវស្លាប់ដែរហើយពេលនោះគេក៏បានរៀបរាប់ប្រាប់យើងថាចំណុចចុងក្រោយរបស់សាកៃត្រូវបានលើកឡើងនៅក្នុងសៀវភៅទ្រឹស្ដីវេទមន្តត្បូងដែលបង្កើតឡើងដោយមនុស្សនៅភពអេស្តាបន្ទាប់ពីចូលក្នុងខ្លួនរបស់មនុស្សវានឹងគ្រប់គ្រងរាងកាយរបស់មនុស្សម្នាក់នោះមានន័យថាត្បូងនឹងជំរុញបណ្ដាសាទៅក្នុងខ្លួនរបស់ពួកគេត
តើវាស្មើនឹងការធ្វើឲ្យបណ្ដាសាស្ថិតនៅក្នុងខ្លួនមែនទេមនុស្សចង្រៃហើយអ្វីក៏ធ្វើបែបនេះដាក់ខ្ញុំតួស្រីបានខឹងឈីឈិនហើយក៏បានសម្លុតសួរឈីឈិនថាត្បូងចង្រៃនេះអាចនៅក្នុងខ្លួនរបស់ខ្ញុំពេញមួយជីវិតមែនទេឬប្រសិនបើត្បូងនោះរំញោចបណ្ដាសាម្ដងទៀតតើខ្ញុំនឹងត្រូវស្លាប់មែនទេលោកបាននិយាយច្បាស់ហើយថានិយាយបានប៉ុណ្នេះតួស្រីក៏បានសន្លប់ខ្ញុំមានអារម្មណ៍ថាវឹកមុខណាស់សភាពអាក្រក់បែបនេះគ្មានកម្លាំងទប់ទល់ទេបើដូចនេះមិនចាំបាច់ប្រឆាំងនឹងបណ្ដាសាណាមួយឡើយឈីឈិនបានកេងអបតួស្រីហើយបានប្រាប់ថាកេងទៅអូនត្រូវតែសម្រាលឲ្យបានច្រើនតួស្រីបាននិយាយថាលោកហើយក៏បានគិតថាការរស់នៅបន្ទាប់ពីពេលនេះតើខ្ញុំគួររស់នៅយ៉ាងម៉េចទៅហើយតួស្រីក៏បានកេងលក់ឥឡូវយើងកាត់មកថ្ងៃបន្ទាប់តួស្រីបានងើបពីកេងហើយក៏មានដៃមួយបើកវាំងននចូលមកហើយនិយាយថាតួស្រីក៏បាននិយាយថាភ្លឺខ្លាំងណាស់ហើយម្នាក់នោះគឺជាសាវហ្វូនឹងឯងសាវហ្វូក៏បានសួរតួស្រីថាភ្ញាក់ហើយឬដេកលក់ស្រូវទេតួស្រីបានងើបនិយាយដោយបើកភ្នែកបញ្ចង់រួចលោកប៉ូលីសសាវតើបុរសម្នាក់នោះបានក្រោកឡើងយូរហើយមែនទេសាវហ្វូបានឆ្លើយថាបាទតួស្រីក៏បន្តនិយាយទៀតមែនហើយខ្ញុំមិនបានកត់សម្គាល់ទាល់តែសោះថាខ្ញុំកេងលក់ស្រូវណាស់យប់មិញហើយខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំចប់ហើយសាវហ្វូបានប្រាប់ទៅតួស្រីថាកុំអស់សង្ឃឹមលឿនដល់ថ្នាក់នេះអីក្រោកឡើងមកខ្ញុំនឹងនាំឯងទៅដើរលេងតួស្រីខន់ទៅលើថាដើរលេងបានស្ទុះងើបយ៉ាងលឿនថាម៉េចហ្នឹងទៅក្រៅបន្ទាប់មកខ្ញុំអាចត្រឡប់ទៅវិញបានមែនទេគ្រាន់តែឮថាទៅដើរលេងខំស្ទុះងើបយ៉ាងលឿនខំគិតថាខ្លួនឯងបានទៅស្រុកកំណើតវិញតែពេលដែលឮសាវហ្វូនិយាយថាមិនបានទេហើយសាវហ្វូក៏បាននិយាយថាខ្ញុំចង់នាំឯងចេញពីបន្ទប់ដើម្បីទៅដើរលេងនៅជុំវិញផ្ទះប៉ុណ្ណោះតើឯងចង់រត់ទៅណាមែនទេពេលដែលឮសាវហ្វូនិយាយបែបនេះតួស្រីខឹងផងអន់ចិត្តផងហើយក៏បានទាញភួយយកមកដណ្ដប់គ្របបង្ចិត្តសាវហ្វូបានលួងតួស្រីថាកុំខឹងអីខ្ញុំចង់អបអរសាទរដល់ឯងដែលមិនបានបាត់ការចងចាំប៉ុណ្ណោះនៅទីនេះខ្ញុំគិតថាគ្មានវេទមន្តណាមួយដែលអាចប្រើប្រាស់លើឯងបានទេព្រោះថាលោកម្ចាស់បានចំណាយកម្លាំងយ៉ាងច្រើនទៅលើរបួសរាងកាយរបស់ឯងរាងកាយរបស់ឯងត្រូវបានជួយសង្គ្រោះដោយត្បូងជីវិតចំនួន6គ្រាប់នោះស្មើនឹង60,000 ដងនៃកម្លាំងធម្មតារបស់មនុស្សនៅទីនេះអូយហើយមកទស្ស័យយើងខឹងរហូតមកខឹងឡើងដល់ថ្នាក់ចិត្តបានលើកពីអានេះនេះគួរបន្តអ្នកណាឥឡូវហ្នឹងបើគេមិនទាញខ្ញុំចូលមកទីនេះទេក៏វាមិនចឹងដែរហើយបើខ្ញុំមិនដូចជាលីលីនទេស្មានថាគេនឹងមកជួយខ្ញុំឬខ្ញុំមិនអរគុណគេទេប្រាប់ឲ្យហើយទៅឥឡូវគេក៏បានបង្ហាញយើងឃើញថាសម្រាប់ក្រុងអេស្តាការប្រើវេទមន្តមានន័យថាការដុតលុយចោលប្រសិនបើអ្នកមានលុយមហាសាលនោះកម្លាំងក៏មហាសាលដែរទោះប្រើក្នុងស្ថានភាពពិសេសបន្ទាន់ក៏ដោយមនុស្សធម្មតានៅអេស្តាមិនអាចប្រើវេទមន្តបានទេព្រោះតែពួកគេមិនមែនជាអ្នកមានលុយមហាសាលនោះទេបន្ទាប់មកទោះស្រីក៏បាននិយាយតាមពិតនេះជាលើកដំបូងដែលខ្ញុំបានឃើញវេទមន្តច្រើនប្រភេទបែបនេះវេទមន្តតែមួយគត់ដែលខ្ញុំធ្លាប់បានឃើញពីមុនគឺនៅពេលដែលខ្ញុំនៅជាសិស្សមនុស្សសាមញ្ញអាចរៀនបានត្រឹមតែទ្រឹស្ដីប៉ុណ្ណោះហើយមិនអាចប្រើវានៅអេស្តាទេនិស្សិតជាច្រើនជ្រើសរើសថ្នាក់រៀនវេទមន្តដើម្បីទទួលបានពិន្ទុខ្ពស់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ពួកយើងនៅក្នុងថ្នាក់ជាលើកដំបូងសាស្ត្រាចារ្យនៃវេទមន្តខ្ញុំត្រូវប្រើវេទមន្តទោះបីជាវាទទួលបានជោគជ័យក្នុងការទាក់ទាញចំណាប់អារម្មណ៍មនុស្សគ្រប់គ្នាក៏ដោយប៉ុន្តែវាបានចំណាយប្រាក់ខែជិតកន្លះខែរបស់ខ្ញុំហើយពេលនោះសាវហ្វូបាននិយាយកាត់ទោះស្រីមានរឿងបែបនេះឬតើឯងរៀនមុខជំនាញអ្វីនៅសាកលវិទ្យាល័យទោះស្រីបាននិយាយថាទោះបីជាមេរៀនពីវេទមន្តជាមេរៀនដែលមនុស្សទូទៅមិនចូលចិត្តប៉ុន្តែខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ទោះបីខ្ញុំមិនអាចអនុវត្តវាក៏ដោយខ្ញុំនៅតែរៀនទ្រឹស្ដីវេទមន្តបានល្អហើយមនុស្សមួយចំនួនគិតថាមនុស្សនឹងគ្មានអនាគតព្រោះតែរៀនវេទមន្តប៉ុន្តែខ្ញុំបានជ្រើសរើសអាណិកជននៅក្នុងផ្នែកច្បាប់ដែលទាក់ទងនឹងវេទមន្តទោះបីខ្ញុំមិនបានរៀនវាច្បាស់ក៏ដោយហើយមេធាវីវេទមន្តម្នាក់នោះគាត់យល់ច្បាស់ជាងគេក្នុងចំណោមគ្រូវេទមន្តទាំងអស់ក្នុងមហាវិទ្យាល័យគាត់អាចមានសមត្ថភាពទាក់ទងនឹងវេទមន្តច្រើនជាងអ្វីដែលអ្នកដទៃគិតដូច្នេះឯងគឺជាអ្នកគាំទ្ររបស់ទីក្រុងនៃអេស្តាហើយអ្នកខ្លាំងតែងតែធ្វើបាបអ្នកទន់ខ្សោយ
តើនោះជាអ្វីដែលឯងបានសិក្សាពីសៀវភៅរបស់មនុស្សលោកត្រូវទេបើរឿងនេះជាការពិតមែនខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងត្រូវបានកេងប្រវ័ញ្ចនៅមនុស្សនៅទីក្រុងអ៊ីស្តានេះហើយនិយាយអញ្ចឹងសៅហ្វូខ្ញុំសូមសួរលោកបន្តិចបានទេក្មេងស្រីម្នាក់ដែលមានឈ្មោះថាលេលេនដែលបានដាក់បណ្ដាសាលើគេតើនាងនៅឯណាតើនាងនៅរស់ទេសៅហ្វូបានឆ្លើយថាមិនដឹងទូស្រីក៏បានសួរទៀតថាហើយតើមានរឿងអ្វីកើតឡើងនៅឆ្នាំនោះសៅហ្វូក៏ឆ្លើយទៀតថាមិនដឹងទូស្រីក៏បានសួរទៅសៅហ្វូថាបើអញ្ចឹងតើលោកដឹងស្អីខ្លះទៅសៅហ្វូបានឆ្លើយថារឿងដែលបានកើតឡើងកាលពី10ឆ្នាំមុនខ្ញុំមិនដឹងអីទេខ្ញុំជាអ្នកបម្រើដែលបាននៅទីនេះតែ2ឆ្នាំប៉ុណ្ណោះលោកម្ចាស់មិនបាននិយាយអ្វីអំពីអ្វីដែលបានកើតឡើងនៅឆ្នាំនោះទេអ្វីដែលខ្ញុំដឹងគឺបាតុភូតនៃបណ្ដាសានេះនិងវិធីសាស្ត្រក្នុងការដោះស្រាយជាមួយបណ្ដាសានិងសោតនីយកម្មរបស់អ្នកចំនួនលេលេងជាបន្តបន្ទាប់ហើយរូបរាងរបស់ឯងមានន័យថាមិនអាចផ្លាស់ប្ដូរបានជាលទ្ធភាពថ្មីអ្វីនោះទេកន្លែងហ្នឹងគេចង់និយាយថាតួស្រីមានលក្ខណៈពិសេសជាងលេលីនដទៃទៀតដែលធ្លាប់មកពីមុនណាអ្នកទាំងអស់គ្នាតួស្រីបានវិដៃរបស់សៅហ្វូចេញនិងនិយាយថាមិនបាច់និយាយបំភ័យខ្ញុំទេវាសនារបស់ខ្ញុំនេះជិតដល់សូន្យហើយបើអង្គុយរងចាំថ្ងៃស្លាប់បែបនេះដដែលយល់ល្អខ្ញុំគួរតែស្គាល់កណ្ដាលខ្មោចនេះបានច្បាស់បន្តិចតោះទៅសៅហ្វូពេលដែលតួស្រីចូលមកពីលើគ្រែមានអារម្មណ៍ថាដូចមានអីលហើយជើងរំយោលហើយតួស្រីក៏ឆ្ងល់ហើយក៏អោនមើលក្រោមអូលឡើងលហលហែវមានតែអាវមួយហើយនឹងស្បែកគ្រាប់តែ10ឆ្ងល់អ្នកសម្លៀកបំពាក់អីចឹងទេនេះសៅហ្វូបានតាមបញ្ជាតួស្រីហើយបាននិយាយថាសូមប្រយ័ត្នផងខ្ញុំនឹងជួយកម្មឲ្យឯងហើយមកតួស្រីឡើងខំហើយឡើងហួសចិត្តធ្វើក៏បានស្រែកសួរថាតើស្បែកនេះជាស្អីទៅតើសម្លៀកបំពាក់របស់ខ្ញុំនៅឯណាសៅហ្វូបាននិយាយថាខ្ញុំមិនដឹងទេសម្លៀកបំពាក់នេះគឺលោកម្ចាស់ជាអ្នកផ្លាស់ប្ដូរឲ្យឯងទេពេលដែលលើបែបនេះតួស្រីក៏ស្រែកសួរថាតើគេនៅឯណាប្រាប់គេឲ្យមករកខ្ញុំភ្លាមសៅហ្វូបានប្រាប់តួស្រីថាត្រជាក់ចិត្តសិនទៅកុំរត់តែផ្ដាស់តួស្រីក៏បានស្រែកជេរតួប្រុសថាឈីឆាន់ចង្រៃហើយមើលឈីឆាន់ឡើងសង្ហាយកហ្មងឃើញហើយហែវហើយតួស្រីក៏បានស្រែកសួរឈីឆាន់ថាតើសម្លៀកបំពាក់បែបនេះជាសម្លៀកបំពាក់ម៉ាក់ស្អីទៅសៅហ្វូបាននិយាយទៅកាន់ឈីឆាន់ថាលោកម្ចាស់កុំប្រកាន់គេអីគេប្រហែលក្រោកឡើងមកមានអារម្មណ៍មិនល្អហើយតួស្រីក៏និយាយទៀតថាតើលោកឯងផ្ដោវាឲ្យខ្ញុំមែនទេហើយក៏បានដើរទៅជួនស្បែកនឹងឡើងដួលអើយអត់យល់អ្នកស្បែកវែងជាងជើងចឹងហើយបានដើរដួលសំខាន់តួស្រីដួលនៅមុខតួប្រុសទៀតមិនដឹងជាខ្វះតួប្រុសប៉ុណ្ណាទេនេះមើលមុខក៏ងើបមកទាំងកំផឹងហើយស្ដីអីគេទៀតឲ្យសម្លៀកបំពាក់របស់ខ្ញុំមកខ្ញុំវិញភ្លាមខ្ញុំមិនចង់ស្លៀកអាមួយនេះទេតែមនុស្សឈរដើរទៅមុខមកមិនចេះហ៊ានលេខដូរទៀតបាត់តួស្រីសាច់កាមហ្មងរកតែកន្លែងឲ្យគេសើចរកតែកន្លែងខ្មាស់គេហ្នឹងឯងឈីឆាន់បាននិយាយទៅកាន់តួស្រីថាអូកំរត់អីឃើញទេត្រូវរបួសទៀតហើយឈីឆាន់ក៏បានលើកបីតួស្រីឡើងតួស្រីក៏បាននិយាយថាខ្ញុំមិនខ្វល់ទេឲ្យសម្លៀកបំពាក់របស់ខ្ញុំមកខ្ញុំវិញហើយបន្ទាប់មកឈីឆាន់បានបីតួស្រីមកដល់លើក្រែហើយបាននិយាយថាកុំរត់ទៀតអីលើអត់តួស្រីនៅតែប្រាប់ឈីឆាន់ថាប្រកបខោអាវឲ្យខ្ញុំវិញមកបើមិនដូច្នេះទេខ្ញុំនឹងរក្សាកម្លាតពីលោក100ម៉ែត្រហើយមកឈីឆាន់ឡើងស្មាហើយតួស្រីក៏បានកើតក្នុងចិត្តថាគេមិនខ្វល់ពីសម្ដីរបស់ខ្ញុំទៀតហើយមែនទេតើគេកំពុងតែគិតពីស្អីទៅកំពុងតែគិតសោកតួប្រុសក៏បាននិយាយថាអូនសម្រាកទៅឈីឆាន់ងើបបំរុងនឹងដើរចេញប៉ុន្តែតួស្រីក៏បានខាត់ហើយសាអានបាននិយាយទៅកាន់តួស្រីថាលោកម្ចាស់មិនឲ្យឯងកម្រើកទេប៉ុន្តែតួស្រីមិនបានស្ដាប់សម្ដីរបស់ឈីឆាន់ទេតួស្រីក៏បានគិតថាតើគោលបំណងរបស់គេជាស្អីទៅឲ្យខ្ញុំសេកសម្លៀកបំពាក់របស់មនុស្សស្រីប្រភេទនេះឬសម្លៀកបំពាក់ស្ត្រីវាអាចជាហើយក៏បានសួរទៅកាន់ឈីឆាន់ថាតើនេះគឺជាសម្លៀកបំពាក់របស់លេលីនត្រូវទេពេលដែលលើកតួស្រីនិយាយបែបនេះមើលទៅទឹកមុខសៅហ្វូនិងសៅអានញញឹមដូចជាមិនសូវសមសោះឈីឆាន់ក៏បានឈប់នៅមួយកន្លែងហើយតួស្រីបានដោះសម្លៀកបំពាក់នោះចេញបាននិយាយថាយកវាទៅឲ្យឆ្ងាយទៅខ្ញុំសុខចិត្តស្រាតក្រដាជាងពាក់វាសៅអានបានសួរទៅកាន់តួស្រីថាតើឯងពិតជាសុខចិត្តស្រាតមែនឬពេលនោះតួប្រុសក៏បានសួរថាតើមានសម្លៀកបំពាក់ផ្សេងនៅក្នុងទូទេសៅហ្វូបានឆ្លើយថានេះវាជាសម្ពត់ទាំងអស់ព្រោះខ្ញុំមិនគិតថាលេលីមិនទាប់ខ្លាចជាមនុស្សប្រុសទេឈីឆាន់ស្ដាប់លើហើយក៏ឈរកាត់បន្តិចហើយគាត់ក៏បានដោះអាវរបស់គាត់ឲ្យទៅតួស្រីហើយគាត់ក៏បាននិយាយថាឲ្យអូនឆាប់ពាក់វាទៅពេលដែលឃើញបែបនេះតួស្រីក៏បានយកអាវរបស់ឈីឆាន់យកមកពាក់
ហើយក៏បានសួរទៅកាន់ជាច្រើនថាតើខោនៅឯណាបើឲ្យហើយមិនឲ្យគ្រប់មកគេឲ្យអាវហើយចង់បានខោរបស់គេទៀតយ៉ាប់ហ្មងតួស្រីសាវហ្វូបាននិយាយប្រាប់តួប្រុសថាសូមចាំបន្តិចខ្ញុំនឹងទៅយកខោអាវរបស់ខ្ញុំឲ្យគេពេលដែលលើកបែបនេះជាច្រើនក៏បាននិយាយថាមិនចាំបាច់ទេគេអាចស្លៀកបានតែខោអាវរបស់ខ្ញុំប៉ុណ្ណោះរបស់អ្នកផ្សេងមិនអាចប៉ះខ្លួនគេបានឡើយហើយមើលទឹកមុខរបស់សាអានគ្នាលង្កៀងអស់វាចាហ្មងណាហើយរឿងរបស់យើងក៏ចប់ត្រឹមតែប៉ុណ្ណេះណាអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងណាបាយបាយ love